ផ្លូវទៅផ្ទះចំការខ្ញុំត្រូវជិះកាត់ប្រាសាទជិះកាត់ព្រៃព្រឹក្សាហើយមួយអាទិត្យខ្ញុំទៅចំការម្ដងនិយាយទៅជិះប្រហែលជាកន្លះម៉ោងប៉ុន្តែខ្ញុំអត់ដែរធុញទេមួយថ្ងៃហ្នឹងគឺខ្ញុំបន់ឲ្យទៅដល់ថ្ងៃចុងសប្ដាហ៍ទេហើយបងប្អូនអ្នកកន្លែងនេះខ្ញុំស្រឡាញ់ជាងគេគឺកន្លែងដើមឈើជាជួរនេះដល់ផ្លូវបាត់ចូលមកឃើញគេមានចងទង់ជាតិជាជួរប្រហែលជាថ្ងៃហ្នឹងគេមានធ្វើអីនៅចិត្តហ្នឹងឥឡូវនេះខ្ញុំបានមកដល់ហើយក៏មានកញ្ចាញ់ជែកនៅស្វាគមន៍នៅនឹងទ្វារចូលផ្ទះនឹងតែម្ដងមួយទៀតចឹងគេមកពីណានៅរស់ទេនៅរស់ឮសំឡេងប៉ុនបន្តិចហើយបងប្អូននេសានៅភូមិចិត្តនឹងមានផ្ទះប៉ុននៅនេះក្តៅនេសាយើងអត់សូវនៅអញ្ចឹងពេលមកដល់យើងបើកប្អួយដើម្បីឲ្យចំហាយក្តៅវាចេញទៅគោលបំណងមកថ្ងៃហ្នឹងដោយសារផ្កាមកគុំនេះវាបាយគុំច្រើនហើយវារៀងចង្អៀតដោះបជ្រៀតគ្នាកន្លែងហ្នឹងហើយណាមួយទៅទិញមកហ្នឹងក៏ដោយសារតែចង់ឲ្យពេលដែលបាយគុំច្រើនទៅយើងបានបែកវាទៅដាំកន្លែងផ្សេងហើយថ្ងៃហ្នឹងខ្ញុំមកបែកវាហើយឥឡូវកំពុងតែអង្គុយស្លឹងមើលថាគូដកអាមួយណាទុកអាមួយណានេះខ្ញុំចង់យកមកដាំនៅជាងផ្ទះនេះដោយសារមើលទៅឃើញវារៀងតងោលលហលហេវឥឡូវនេះខ្ញុំកំពុងតែក្រេះក្រោះនៅដើមស្វាយនេះដោយសារខ្ញុំរកកន្លែងដាក់បញ្ឈរទូរស័ព្ទខ្ញុំដើម្បីថតណាព្រោះអត់មានជើងដាក់ទូរស័ព្ទហ៎ឥឡូវនេះកាប់ទៅក៏ត្រូវទៅយកធ្លាយទឹកពេញនឹងហើយរត់រោជំនួយអត់មានរឿងធំដុំណាហើយទឹកបាញ់នោះនេះมันទៅយកគេមានបាត់ពីណាទាំងមានបាត់ទៅណាទេមិញប្តីខ្ញុំកាត់អាឡ័យទៅទិញគ្រឿងក្រៅនៅចិត្តនេះក៏រត់រោឡើងបាច់ហើយឥឡូវនេះក៏ពុំតែតទៅយោសិនហើយចាំដាំអីបន្តទៀតចំណែកកញ្ចុះនេះគឺពុកខ្ញុំធ្វើឲ្យហើយមើលតបូលកញ្ចុះនេះទៅបងប្អូនគឺធ្វើតាមលទ្ធភាពកាប់ពិតទៅកន្លែងនឹងខ្ញុំអត់មានបំណងចង់ធ្វើកញ្ចុះទេខ្ញុំទុកលហលហេវអញ្ចឹងថាយើងដាំធ្វើត្រើងធ្វើអីអញ្ចឹងណាហើយខាងលើនឹងអត់មានតែចង់បាំងអីទេក៏ប៉ុន្តែដោយសារតែចេះតាមបានមកហើយយើងមានលុយបន្តិចធ្វើបន្តិចតែពេលយើងក្របានធ្វើឥឡូវពុកក៏ធ្វើឲ្យបាត់ហើយចេញមកអញ្ចឹងឯងតែមានអីមួយយ៉ាងដែរបានសម្រាប់ហើយមានម្ដើមនៅចិត្តនេះមានផ្កាមានក្តឹបហើយណាយើងសម័យមើលថាយើងគេងរឹងទៅមានផ្លែមានមកចកោមនៅចិត្តហ្នឹងនេះយើងលូកដៃបេះមកយកមកញ៉ាំអូយមានសេចក្តីសុខប៉ុណ្ណាណា
ឥឡូវនេះរួចរាល់ហើយយើងដាំវាមួយអញ្ចឹងណាអត់សូវនៅចិត្តគ្នាពេកទេពេលដែលវាបែកគុំមកគឺដឹងតែបានច្រើនហើយឥឡូវនេះយើងមកញ៉ាំបាញ់ឆាវសិនហើយបាញ់ឆាវនឹងអត់បានធ្វើទេគឺទិញពីអ្នកភូមិនៅចិត្តនឹងឯង